ស្វាគមន៍បងប្អូនមកកាន់វីដេអូសម្រាប់ព័ត៌មានបាទបងប្អូនក្នុងវីដេអូនេះយើងមានព័ត៌មានមួយដែលមានចំណងជើងថា CMAA Cambodia's demanding sector remains strong CMAA បានលើកឡើងថាវិស័យកម្ចាត់មីនកម្ពុជានៅតែមានភាពរឹងមាំ Cambodian demanding authorities have rejected reports suggesting that funding for the country's mine clearance sector has been severely reduced and that thousands of the miners could lose their jobs in September. The Cambodian Mine Action and Victim Assistance Authority (CMAA) said international donor support remains strong while noting that funding difficulty faced by one organization should not be seen as a crisis affecting the entire sector. បាទបងប្អូនយើងមកសិក្សាពាក្យកន្លឹះក្នុងនេះយើងមានពាក្យ demanding authorities យើងប្រែថាអាជ្ញាធរបោះសម្អាតមីន reduce យើងប្រែថាកាត់បន្ថយ crisis យើងប្រែថាវិបត្តិអូខេអាជ្ញាធរបោះសម្អាតមីននៅកម្ពុជាបានច្រានចោលនៅរបាយការណ៍ដែលលើកឡើងថាមូលនិធិសម្រាប់វិស័យបោសសម្អាតមីននៅកម្ពុជាបានកាត់បន្ថយយ៉ាងខ្លាំងហើយបន្ថែមទៀតថាបុគ្គលិកបោសសម្អាតមីនរាប់ពាន់នាក់អាចនឹងបាត់បង់នូវការងាររបស់ខ្លួនក្នុងខែកញ្ញាអាជ្ញាធរចុះជួយជនរងគ្រោះនិងសកម្មភាពកម្ចាត់មីនកម្ពុជាដែលហៅកាត់ថា CMAA បានលើកឡើងថាការជួយទំនុកបម្រុងការជួយផ្គត់ផ្គង់ពីម្ចាស់ជំនួយអន្តរជាតិនៅតែមានភាពរឹងមាំទន្ទឹមនឹងនោះក៏បានលើកឡើងបន្ថែមទៀតថាបញ្ហាប្រឈមនៃមូលនិធិបានជួបប្រទះចំពោះតែស្ថាប័នអង្គការមួយប៉ុណ្ណោះមិនគួរមើលឃើញថាជាវិបត្តិដែលអាចជះឥទ្ធិពលមកលើវិស័យទាំងមូលនោះទេ MAA spokesperson Leng Kusal said the organization highlighted in the report Cambodian self-help demanding CSHD employs only 37 people out of approximately 5,700 workers involved in Cambodia mine action sector. He acknowledged CSHD's funding challenges and expressed appreciation for its contribution to protecting communities from landmines and unexploded ordnance. អូខេបងប្អូនក្នុងនេះយើងមានពាក្យកន្លឹះមួយចំនួនដូចជាពាក្យ approximately ក្នុងនេះយើងមានពាក្យ approximately យើងប្រែថាប្រហែលឬពាក្យ appreciation យើងប្រែថាការថ្លែងអំណរគុណ contribution យើងប្រែថាការជួយដល់ឡែកពាក្យ unexploded ordnance យើងប្រែថាសពាវុធដែលមិនទាន់ផ្ទុះអូខេលោកលេងកុសលដែលជាអ្នកនាំពាក្យ CMAA បានលើកឡើងថាស្ថាប័នអង្គការនោះបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ថាអង្គភាពដោះមីនស្វ័យជួយកម្ពុជាបានជួលបុគ្គលិកត្រឹមតែ37នាក់ប៉ុណ្ណោះចំណោមបុគ្គលិក 5,700 នាក់ដែលបានធ្វើការពាក់ព័ន្ធនៅក្នុងវិស័យកម្ចាត់មីនកម្ពុជាលោកក៏បានទទួលស្គាល់ថាមូលនិធិរបស់អង្គការ CSHD បានមានបញ្ហាផ្សេងហើយក៏បានធ្វើការថ្លែងអំណរគុណចំពោះការជួយរបស់អង្គការដើម្បីការពារនៅសហគមន៍ពីតំបន់ដីដែលមានមីននិងគ្រាប់មិនទាន់ផ្ទុះគ
Kosal also criticized the way a Thai media report presented the issue, saying its headline and social media introduction could create the misleading impression that Cambodia's entire demining effort was facing a major funding crisis, while CSHD may have to adjust its operations and workforce. Only part of its employees are expected to be affected, and its situation is specific to that organization. បាទបងប្អូនយើងមកបន្តសិក្សាពាក្យកន្លឹះក្នុងនេះយើងមានពាក្យ criticize យើងប្រែថាការរិះគន់រីឯពាក្យ misleading យើងប្រែថានាំឲ្យមានការយល់ខុស adjust យើងប្រែថាសម្របសម្រួលលោកកុសលក៏បានធ្វើការរិះគន់ទៅនឹងរបាយការណ៍នៃប្រព័ន្ធផ្សព្វផ្សាយរបស់ថៃមួយដែលបានបង្ហាញពីបញ្ហាដោយលើកវាដាក់ជាទំព័រមុខហើយនឹងបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលវាអាចបង្កើតនៅចំណាប់អារម្មណ៍ដែលមានការយល់ខុសមកលើកម្ពុជាដែលថាកិច្ចខិតខំប្រឹងប្រែងរបស់សម្អាតមានទាំងស្រុងទាំងមូលរបស់ប្រទេសកម្ពុជាបាននឹងកំពុងតែប្រឈមទៅនឹងវិបត្តិមូលនិធិយ៉ាងធ្ងន់ធ្ងរទន្ទឹមនឹងនោះស្ថាប័នអង្គភាព CSHD អាចនឹងត្រូវសម្របសម្រួលនៅប្រតិបត្តិការរបស់ខ្លួនរួមនឹងពលកម្មការងារដែលវាត្រឹមតែជាផ្នែកខ្លះនៃបុគ្គលិករបស់អង្គការដែលរំពឹងថានឹងទទួលនៅអត្តពលហើយបញ្ហាឬក៏ស្ថានភាពនេះគឺវាជាក់លាក់ទៅលើតែអង្គការមួយនោះតែប៉ុណ្ណោះ According to the CMAA, the mining operation continue across Cambodia through government, agency, domestic operators, and local and international NGO, supported by donors and development partners. Funding can fluctuate, and donor priorities, funding circle, and operational needs change, meaning some organizations may reduce their workforce, while others maintain or expand operations. អូខេបងប្អូនយើងមកសិក្សាពាក្យកន្លឹះបន្ថែមក្នុងនេះយើងមានពាក្យ agency យើងប្រែថាភ្នាក់ងារ priorities យើងប្រែថាដែលជាអត្ថភាព expand យើងប្រែថាពង្រីកបន្ថែមអូខេយើងទៅតាម CMAA ប្រតិបត្តិការនៃការកម្ចាត់មីននៅតែបន្តជុំវិញប្រទេសកម្ពុជាតាមរយៈភ្នាក់ងាររាជរដ្ឋាភិបាលប្រតិបត្តិការក្នុងស្រុករួមនឹងអង្គការក្នុងតំបន់និងអន្តរជាតិដោយបានជួយឧបត្ថម្ភដោយសប្បុរសជននិងដៃគូអភិវឌ្ឍន៍មូលនិធិអាចនឹងមានការប្រែប្រួលដោយពឹងផ្អែកទៅលើអត្ថភាពនៃម្ចាស់ជំនួយវត្តដាក់នៃជំនួយហើយនឹងតម្រូវការនៃប្រតិបត្តិការអាចនឹងមានការប្រែប្រួលដែលមានន័យថាអង្គការមួយចំនួនអាចនឹងត្រូវកាត់បន្ថយនៅកម្លាំងពលកម្មរបស់ខ្លួនទន្ទឹមនឹងនោះស្ថាប័នដទៃទៀតនៅតែរក្សានិងពង្រីកនៃប្រតិបត្តិការKuksal emphasized that these changes should not be interpreted as declining international confidence in Cambodia's mine action sector. He said Cambodia continues to cooperate with bilateral and multilateral partners to secure sustainable funding, strengthen mine clearance capacity, and pursue its national goal for becoming free from the impact of landmines and explosive remnants of war. អូខេបងប្អូនក្នុងនេះយើងមានពាក្យលើ emphasize យើងប្រែថាសង្កត់ធ្ងន់ interpreted ការបកធ្វើការបកប្រែឬក៏ធ្វើការបកស្រាយពន្យល់ pursue យើងប្រែថាបន្តអូខេ
លោកកុសលបានសង្កត់ធ្ងន់ថាការប្រែប្រួលទាំងអស់នេះមិនគួរត្រូវបានយកទៅបកស្រាយថាជាការបដិសេធនៅទំនុកចិត្តរបស់អន្តរជាតិក្នុងវិស័យនៃសកម្មភាពកម្ចាត់មីនកម្ពុជាឡើយដោយលោកបានមានប្រសាសន៍ថាកម្ពុជានៅតែបន្តប្រតិបត្តិការជាមួយនឹងដៃគូទ្វេភាគីនិងពហុភាគីដើម្បីធ្វើឲ្យមានសុវត្ថិភាពនៅមូលនិធិប្រកបដោយនិរន្តរភាពដោយបង្កើននៅសមត្ថភាពបោះសម្អាតមីនហើយនឹងបន្តនៅគោលដៅរបស់ជាតិពីការប្រែក្លាយឲ្យទៅជាតំបន់ដែលគ្មានមីនពីការរងផលប៉ះពាល់នៃដីចម្ការមីនឬក៏ទីតាំងដែលមានមីនរួមនឹងសំណល់សពាវុធដែលមិនទាន់ផ្ទុះដោយសារសល់ពីសង្គ្រាមអូខេ